Lôi sầm nô tẹt tông mùiនឹងការព្យាបាលថ្លើមសំណួរបងប្អូនស្រីនៅខេត្តព្រៃវែងនាងខ្ញុំបានព្យាបាលថ្លើមប្រភេទ B រយៈកាល1ឆ្នាំហើយ1ឆ្នាំនេះខ្ញុំតេស្តមើលរាប់មេរោគ2ដងតែវាអត់មានមេរោគទេហើយគ្រូពេទ្យដែលព្យាបាលហ្នឹងក៏បញ្ឈប់ថ្នាំលែងឈប់ឲ្យប្រើតើវិធីហ្នឹងយើងគួរតាមដានយ៉ាងម៉េចវិញឥឡូវនេះឈប់ផឹកថ្នាំរយៈកាលកន្លះឆ្នាំហើយអត់ទេសំណួរនេះយើងខ្ញុំអត់បានតាមដានណាយើងមិនមែនជាជំងឺរបស់ខ្ញុំពិបាកហ្នឹងគេត្រូវតាមដានទៀតគេមិនត្រូវបញ្ឈប់ថ្នាំប៉ុណ្ណឹងទេគេអត់បញ្ឈប់ថ្នាំប៉ុណ្ណឹងទេកន្លះឆ្នាំជាធម្មតាបើយើងឈប់ហើយក៏យើងត្រូវតែតាមដានដែរតែសំខាន់យើងពិនិត្យមើល2ដងក៏ដោយអស់មេរោគព្យាបាលទៅ1ឆ្នាំហេប៉ាទីត B អត់អាចទៅឈប់ថ្នាំទេតើវាមានលក្ខខណ្ឌច្រើនយ៉ាងតែជាធម្មតា99%សឹងតែ99%លាបថ្នាំរហូតលាបថ្នាំយូរมันអាចកំណត់ពេលវេលាថាឈប់នេះហើយការឈប់ថ្នាំវាមានលក្ខខណ្ឌរបស់វាច្រើនយ៉ាងតែជាធម្មតាហេប៉ាទីត B កម្រមានបើសិនជា1ឆ្នាំអស់មេរោគការពិនិត្យទៅ viral load រាប់មេរោគថាអស់មេរោគមកក៏មិនកំណត់ថាវាអត់មានមេរោគដែរជាច្រើនមេរោគវានៅក្នុងសាច់ថ្លើមយើងអាចរាប់វាបានទេវា undetect រហូតវាអត់នេះទេបើសិនជាយើងប្រើថ្នាំវា undetect រហូតប៉ុន្តែគេត្រូវមើលសបកមេរោគគេត្រូវមើលអង្គតិកមើលច្រើនយ៉ាងណាស់បានអាចឈប់បានឥឡូវអត់ទេឥឡូវជាការបណ្ដាំផ្ញើរបស់ខ្ញុំគឺត្រូវទៅ check មើលម្ដងទៀតគេត្រូវ check មើលមេរោគ viral load ឡើងវិញណាយើងឈប់ផឹកថ្នាំកន្លះឆ្នាំហ្នឹងទៅពិនិត្យមើលឡើងវិញឯងខ្លាចវាបកពេលច្រើនអ្នកជំងឺដែលយើងឈប់ប្រើថ្នាំដោយគ្រាន់តែធ្វើអស់មេរោគដែលយើង viral load អត់មានប៉ុណ្ណឹងយើងទៅឈប់ថ្នាំអត់ទេមិនត្រូវទេ guideline គេឥឡូវនេះគឺអត់អាចធ្វើចឹងបានទេគេតាមដានច្រើនយ៉ាងមានចំណុចច្រើនយ៉ាងណាដែលយើងត្រូវទៅឈប់បានអាចឈប់ថ្នាំបានណាទៅជួបជាមួយគ្រូពេទ្យហើយឲ្យគេរាប់មេរោគអីឡើងវិញហើយឲ្យគេការprotect គេតាមដានឡើងវិញអត់ល្អទេបើសិនជាវាបង្កបើសិនជាមេរោគវាអត់តាន់អស់វាបង្កឡើងវិញអានឹងវាអាចធ្វើឲ្យធ្ងន់ព្រោះភាគច្រើនមេរោគដែលវាស្គាល់ថ្នាំភាគច្រើនវាបំបែកឲ្យទៅជាកម្រិតធ្ងន់បន្តិចណាកន្លះឆ្នាំគឺត្រូវទៅវិញទៅជួបមកគ្រូពេទ្យនឹងឡើងវិញណាខ្លាចថាគ្រូពេទ្យហ្នឹងគាត់អត់នៅក្នុងក្រុមសមាគមគ្រូពេទ្យគេភាគច្រើនឥឡូវពេទ្យគេចាប់ជាសមាគមគ្រូពេទ្យសម្រាប់ប្រយុទ្ធជាមួយនឹងជំងឺថ្លើម BSC ហ្នឹងគឺគេចង់ឲ្យប្រទេសកម្ពុជាយើងឲ្យវាលុបបំបាត់ជំងឺថ្លើមហ្នឹងដល់អញ្ចឹងគ្រូពេទ្យគេបង្កើតសមាគមហ្នឹងដោយប្រើចំណាយថ្នាំតិចរាប់មេរោគក៏ចុះតម្លៃសឹង 50% នោះយើងអាចតាក់ទងមួយនឹងទៅចាំមើលខ្ញុំមានលេខទូរស័ព្ទតាក់ទងមួយនឹងសមាគមគេនឹងចាំខ្ញុំដាក់នៅខាងក្រោមណាប៉ុន្តែត្រូវទៅតាមដានវិញអត់ចោលអញ្ចឹងបានទេឆ្លើយបានប៉ុណ្ណឹងណា